បើនិយាយទៅខ្ញុំពិតជាភ្លើបំផុតខ្ញុំមិនដឹងថានាងធ្វើអីស្ដាប់ទៅមានន័យណាស់មិនដូចអារម្មណ៍ពេលដែលលោកថាខ្ញុំច្រានលោកធ្លាក់ទឹកនោះទេពីមុនខ្ញុំតែងតែគិតមុនពេលបាត់ការចងចាំខ្ញុំអាចជាមនុស្សបែបណាទៅតើជាបិសាចឆ្អឹងសដែលសម្ដែងក្នុងទូរទស្សន៍ទេឬក៏ស្លៀកពាក់ស្អាតបាតអង្គុយក្នុងអូហ្វេបង្វិលការអីទៅមកនៅជុំវិញមានមនុស្សមើលអូនៅធ្លាប់គិតថាខ្ញុំប្រកាសជាក្មេងដ៏គួរឲ្យអាណិនគ្មានឪពុកម្ដាយអ្នកណាក៏មិនស្គាល់ខ្ញុំរកការងារត្រូវគេបណ្ដេញចេញពេលឃ្លានចង់សុំរបស់គេញ៉ាំត្រូវគេយកនំប៉ាវ2គប់ហើយថាឯងឆាប់យកទៅស៊ីទៅដណ្ដើមបានជារបស់ឯងអានខាងខ្ញុំនៅគិតថាខ្ញុំអាចជាតារាមិនថាដើរទៅទីណាក៏មានមនុស្សមួយក្រុមរុំខ្ញុំទាំងអស់នេះសុទ្ធតែខ្ញុំធ្លាប់បានគិតតែមិនដែលគិតដូចអ្វីដែលលោកនិយាយទេស្អីគេមិនស្មានថាខ្ញុំជាមនុស្សធ្លាប់រៀបការសោះអានខាងពេលនេះខ្ញុំដឹងថាហេតុអីលោកលាក់នឹងខ្ញុំហើយលោកមុននេះទោះស្លាប់ក៏មិនព្រមប្រាប់ខ្ញុំដែរតាមពិតខ្ញុំពិតជាអរគុណណាស់ប៉ុន្តែក្នុងចិត្តនៅតែមិនអាចទទួលយកបានខ្ញុំដឹងថានៅក្នុងចិត្តរបស់នាងនឹកជាងគេគឺមីងលៀងបើមិនអញ្ចឹងទេនាងមិនមែនខូខើដាក់គេគ្រប់គ្នាទេយ៉ាងម៉េចក៏ខ្ញុំជឿលោកដែរព្រោះថាមិនថានិយាយបែបណាទេពេលខ្ញុំរបួសបាត់ការចងចាំអ្នកទី1ដែលថាស្គាល់ខ្ញុំគឺលោកអ្នកទី1ដែលទទួលខ្ញុំក៏ជាលោកហើយអ្នកទី1ដែលធ្វើឲ្យខ្ញុំយល់ថាទោះបាត់ការចងចាំក៏មិនអាយកោនឹងគួរឲ្យខ្លាចក៏ជាលោកដែរបែបនេះនាងមិនបន្ទោសខ្ញុំទេធ្វើខុសហើយត្រូវតែពិន័យលើកក្រោយខ្ញុំនឹងគិតបញ្ជីម្ដងមួយជាមួយលោកចំណែកលោកវិញគឺសងបំណុលតាមស្រួលនេះគឺជាកម្មផលរបស់លោកយល់ទេមនុស្សដូចនាងចិត្តជាអៀតពេកហើយរៀនតាមលោកហ្នឹងខ្ញុំបានសម្រេចរួចហើយអ្វីត្រូវចាប់ផ្ដើមជាថ្មីស្អែកត្រូវរើមកវិញធ្វើម្ចាស់បំណុលលោកភ្ញាក់ហើយពេលនេះមកប្រហែលហើយម៉ោង 7 ហើយសម្រាប់យ៉ាងម៉េចហើយគិតហើយនៅខ្ញុំយល់សពឃើញពេលដែលពួកយើងបែកគ្នាកាលពីលើកមុនពេលនោះគេប្រាប់ខ្ញុំថាគេស្រឡាញ់អានខាងខ្ញុំសន្ទនាឃើញថាចំពោះគេខ្ញុំដូចជាមានទូនាទីរួចទៅហើយនោះគឺចាក់ចេញពីគេល្អដាច់ណាត់ណាស់បើអញ្ចឹងពេលនេះពួកយើងចូលទេកុំប្រញាប់ពេក
ដឹងថាគួរធ្វើមិនហើយលើក្រៅអានខាងលែងហ៊ានធ្វើបាបខ្ញុំហើយជាហ្វីនៅទីនេះវិញល្អជាងណាមិនបាច់បារម្ភមិនបាច់ព្រួយចិត្តក៏ល្អចំពោះសុខភាពដែរមែនហើយណាមីអញនិយាយត្រូវណែការពិតរឿងនេះវាយ៉ាងម៉េចហេតុនេះក៏សັບតែជឿជាក់លើខ្លួនឯងយ៉ាងនេះហ៎ខ្ញុំមានជំនឿចិត្តខ្ញុំក៏រើទៅវិញអរគុណពូមីងដែលទទួលខ្ញុំអរគុណណាស់ស្ដាប់ឲ្យច្បាស់មិនឲ្យមានលើកក្រោយទៀតទេអានខាងល្អជាមួយជាហ្វីបន្តិចណាហ៎ណាខ្ញុំឈប់ធ្វើដាក់នាងដូចលើមុនទៀតហើយខ្ញុំនឹងធ្វើនាងសប្បាយចិត្តទាំងអស់គ្នាទុកចិត្តចុះកិច្ចសន្យាបានសញ្ញារួចហើយគេកាត់ដេញសំបំណុលអំណាចលើខ្ញុំបានកំណត់រួចហើយហ៎ត្រូវពួកយើងនិយាយគ្នារួចហើយអញ្ចឹងពួកយើងទៅវិញហើយឆាប់ទៅខ្ញុំបើកទ្វារឲ្យមកឲ្យខ្ញុំអ្នកនាងរនអ្នកណាដែរសួស្ដីសុំសួរថាស៊ីសាហួយនៅទីនេះដែរទេគឺគេនៅទីនេះនាងរកគេហ៎គេជាមនុស្សល្អណាស់ចាំនៅទីនេះហើយបន្តិចគេនឹងមកល្អមកញ៉ាំមីយ៉ាងម៉េចដែរហាត់ទៅដូចជាឈ្ងុយណាស់មកញ៉ាំទៅទុកឡោខ្ញុំយកឲ្យនាងចុះប៉ុណ្ណឹងគ្រប់ទេបើមិនគ្រប់ថែមទៀតក៏បានទឹកខ្មែរខ្ញុំយកឲ្យចុះអ្នកគ្រូពេទ្យណាសូមមកចាំបន្តិចខ្ញុំមានការបន្ទាន់ណាចាបានប៉ិតជាមិនអាចចូលទៅអង្គុយលេងមែនណានាងថាចង់មកមើលខ្ញុំលើកទី1ហាក់នេះបានជាគួរសមយ៉ាងនេះខ្ញុំស្របផ្លូវកញ្ចូលមកផ្ទះរបស់ពួកលោកគឺពិតជាពិសេសណាស់ពិសេសហ៎ផ្ទះខ្ញុំហ្នឹងហ៎គឺជាហ្វីជាអ្នកដែលទៅតបែកគ្នាជាមួយនឹងមីងលៀងតើនាងស្គាល់គេដែរទេអ្នកនាងស៊ូយ៉ាងម៉េចទៅហើយហ្នឹងអ្នកនាងស៊ូជជែកគ្នាលេងចុះណាខ្ញុំទៅមុនហើយបានមានកាយបានជាមិនតាន់យ៉ាងនេះលើក្រោយនាងមកទៀតទេសុំទោសតាមផ្លូវស្ទះឡានគឺយឺតបន្តិចហើយខ្ញុំតាក់ទងមេការធានរួចហើយបន្តិចទៀតពួកគេនឹងមកខ្ញុំឃើញអគ្គនាយិកាហើយ
នាងនៅផ្ទះនោះធ្វើជាមេដោះ ខ្ញុំដឹង ក្រោយពីអគ្គនាយិកាបាត់ខ្លួនអ្នកមីងក៏មកសម្អាតមួយសប្តាហ៍ម្ដងបន្ទប់គឺរៀបចំស្អាតឲ្យនាងមកនៅភ្លាមក៏មិនអីដែរ មកផ្ទះខ្លួនឯងប្រហែលជាអាចជួយនាងនៅឃើញរឿងអតីតកាលឡើងវិញ ប្រហែលហើយ នាងសាជាមើលតើមានគ្រូពេទ្យណាល្អព្យាបាលជំងឺបាត់ការចងចាំទេ ខ្ញុំកំពុងតែគិនបើសិនជានាងមានការចងចាំវិញនឹកឃើញខ្លួនឯងធ្លាប់ធ្វើជាមេដោះនៅផ្ទះគេមករយៈនោះតើនាងអាចគិតយ៉ាងម៉េចទេ គេគិតយ៉ាងម៉េចនោះអត់បញ្ហាទេសំខាន់គឺនៅក្នុងលោកនេះលែងមានជីហ្វីទៀតហើយ អេជាហ្វីហើយនឹងអគ្គនាយិកាខុសគ្នាខ្លាំងណាស់ហេ តើគួរតែនិយាយយ៉ាងម៉េចប្រហែលជាគួរឲ្យបារម្ភដូចគ្នាម្នាក់បង្ខំរៀបការខ្លាំងៗម្នាក់បង្ខំបាយផ្លូវគ្នាខ្ញុំយល់ថាទេវតាលេងសើចជាមួយគេធំពេកហើយ អាឡូនាយកយាន ខ្ញុំសង្ស័យថានាយកលោកចិត្តរកឃើញជាសេពើហើយ លឿនយ៉ាងនេះហេ ប្រហែលថ្ងៃនេះសកម្មភាពនាយកលោកក្តាប់ក្នុងដៃរបស់ខ្ញុំគេទៅណាមកណាខ្ញុំទៅទីនោះគេមិនទៅខ្ញុំក៏មិននៅស្ងៀមដែរប៉ុន្តែថ្ងៃនេះពេលព្រលឹមគេក៏បាត់សូនឈឹងដូច្នេះខ្ញុំយល់ថាចិត្តរកឃើញហើយនាងនៅតែមិនយល់ទៀតណានាយកលោកដឹងតែខ្ញុំតាមដានគេហើយគេក៏មិនរវល់នឹងខ្ញុំដែរបញ្ជាក់ថាគ្មានអ្វីគួរឲ្យប្រាប់ទេប្រហែលថ្ងៃនេះបាត់មុខទាំងព្រលឹមបញ្ជាក់ថាក្នុងចិត្តមានខ្មោចដូច្នេះខ្ញុំយល់ថាគេរកមនុស្សចិត្តឃើញហើយនាងដឹងថាពេលនេះនៅក្នុងក្រុមហ៊ុនបារម្ភជាងគេគឺអ្វីទេគឺរឿងអគ្គនាយិកាសៀ នាយកយានបើបែបនេះទៅហើយលោកចូលមួយជំហានទៀតទៅវាមិនរត់តែច្បាស់ទេហ៎ និយាយមានហេតុផលអញ្ចឹងឲ្យតែគេចេញមុខខ្ញុំនឹងតាមឲ្យស្អិតនេះជាចំណុចខ្លាំងរបស់ខ្ញុំ ល្អរក្សាការតាក់ទង លោកអ៊ំទាំងពីរខ្ញុំគឺជាងមីងលៀងយើងធ្លាប់បានជួបគ្នាចាំខ្ញុំបានទេគឺការដែលខ្ញុំនៅតូចនោះឥឡូវខ្ញុំជាប្តីរបស់ជាប៉ាវជាមិត្តប្រុសរបស់ជាហ្វីតែក៏មិនមែនដែរខ្ញុំគិតថាលោកអ៊ំដឹងអស់ហើយជាប៉ាវនិងជាហ្វីគឺជាមនុស្សតែមួយខ្ញុំស្រឡាញ់ជាហ្វីប៉ុន្តែជាហ្វីស្រឡាញ់អ្នកផ្សេងទៅហើយនាងស្មានថានេះមានសេរីភាពតែតាមកម្មពិតនាងធំដឹងក្តីជាមួយខ្ញុំជាប្រពន្ធដែលមកខំខ្ញុំរៀបការខ្លាំងៗខ្ញុំមិនដឹងថាហេតុអីបានជារឿងហេតុខ្លាំងទៅជាអញ្ចឹងទេពេលនេះខួរក្បាលរបស់ខ្ញុំច្បុកច្បល់ណាស់ខ្ញុំទៅមើលនៅបន្ទប់ទទួលភ្ញៀវសិនលោកយានខ្ញុំដូចជាមិនបានជួយលោកមកទេហ៎តែមែនទេ
ធ្វើចាំបាននេះថ្មី ខ្ញុំនៅមានអីវ៉ាន់ខ្លះដែលមិនទាន់យកទៅហើយមកប្រមូលវាតែម្ដងហើយក៏ចង់និយាយពីរឿងចាស់បន្តិចដែរខ្ញុំនៅទីនេះជាពេលវេលាដ៏ល្អអញ្ចឹងខ្ញុំមិនរំខានទេកុំឲ្យមានការទើសទាល់ណា កុំតែសាតាមពួកគេរីកចម្រើនដល់ណាហើយលឿនណាស់មែនទេ អ្នកណាគេ អ្នកណាទន្ទឹងរង់ចាំការវិលត្រឡប់មកវិញរបស់អគ្គនាយិកាជាងខ្ញុំទៀតនោះមិនរំខានទេបាយបាយ និយាយលឺ យេនហ្វាងប្រទេសប្រាស់មែនហួសហេតុពេកហើយក ុំនិយាយចឹងអីគឺចៃដន្យទេចិត្តឲ្យស្ងប់អញ្ជើញអង្គុយបើលោកតែម្នាក់ឯងខ្ញុំនៅមករួមតុកតែបើលោកបានណាត់គេហើយខ្ញុំគ្រាន់តែធ្វើកិច្ចរកិច្ចហើយខ្ញុំនឹងទៅវិញភ្លាម គុំនិតខ្លីគួរឲ្យអស់សំណើចកម្រិតទៀត នេះណា ស៊ូមីមៀវ ស៊ូមីមៀវកំដិតទៀតខ្ញុំទៅហើយណាសំទោសវាហើយ លោកពូ មានការអី ខ្ញុំចង់ប្រាប់អាត់កំបាំងមួយ មកអង្គុយសិនមកតែមានរឿងអី ប្រកាសជារឿងផ្ទាល់ខ្លួនហើយម្យ៉ាងអាត់កំបាំងនេះទ្រង់ទ្រីតូចអនុភាពធំនិយាយប្រមាណម៉ាត់ចប់ហើយតែវាបែរជាអាចកែប្រែផ្លូវជីវិតខ្ញុំ កុំអាននិយាយជាហ្វីយ៉ាទុកឲ្យពូទីសិនមើល ខ្ញុំធ្លាប់រៀបការហើយ អញនិយាយថាម៉េចរៀបការអាយ៉ានេះគឺជាព័ត៌មានដ៏ធំមួយក៏ប៉ុន្តែរឿងនេះណា ខ្ញុំប្រាប់រឿងមួយនេះដល់ពូគឺសង្ឃឹមថាពូអាចជួយខ្ញុំពន្លឿនការរកការចងចាំត្រឡប់មកវិញឥឡូវគឺខ្ញុំបង្ខំចង់រកនឹករឿងពីមុនមកវិញណា ក៏ប៉ុន្តែណា កុំបារម្ភអីរឿងមីងទី5ចាំខ្ញុំនិយាយជាមួយគាត់ចុះ ជាហ្វីយ៉ាបើសិនជាអញពិតជាមានប្តីម្នាក់មែននោះរយៈពេលយូរហើយតាមរកឯងមិនឃើញគេប្រកាសជាឈួតចិត្តជាមិនខានទេ ប្រហែលជាបែបនេះប៉ុន្តែខ្ញុំស្អីក៏ចាំមិនបានដែរគេរកខ្ញុំឃើញមានប្រយោជន៍អីខ្ញុំទៅវិញហើយត្រូវចេញទៅមើលអានខាងធ្វើការងារផ្ទះដល់ណាហើយ ជាហ្វីយ៉ាពូចង់រំលឹកឯងរឿងមួយឯងចង់ស្ដាប់ក៏ស្ដាប់ទៅតែបើមិនចង់ស្ដាប់ទេទុកថាពូមិនបាននិយាយទៅចុះឯងគឺជាស្រីដែលមានប្តីរួចទៅហើយអញ្ចឹងនៅក្នុងរឿងមនោសញ្ចេតនាអាចជិះវៀងបានជិះទៅបើសិនជាថ្ងៃណាមួយឯងមានការចងចាំឡើងវិញអញ្ចឹងឯងនឹងបន្សល់ទុកបំណុលស្នេហ៍ឲ្យគេដល់ពេលនោះឯងសងយ៉ាងម៉េចទៅធ្លាប់រៀបការហើយបានខ្ញុំដឹងហើយណែត្រូវចាំណាខ្លំមើលមនុស្សឲ្យត្រូវមើលប៉ូលីសផងពិសេសគឺកំណត់ហេតុរឿងក្តីមុនក្រោយគង់ទៅរកឃើញទេល្អ
អេឯតាណានឹងអេពេលនេះទៅខាងត្បូងឬមួយក៏ទៅខាងជើងបដូរទិសដៅហើយ ដឹងហើយនាយកលឺសម្លាញ់ថ្ងៃនេះអាកាសធាតុល្អណាស់ យិនហ្វាំង ភ្លើងខៀវហើយមិញលៀងភ្លើងខៀវហើយ ជាហ្វីយ៉ាឯងពិចារណាពាក្យរបស់ពូច្បាស់ទៅណា ពួកលោកមិនក៏ពួកលោកមកទីនេះ អគ្គនាយិកាសួស្ដីគឺពួកខ្ញុំមកទទួលអ្នកនាង ហ៎នាងមកទទួលខ្ញុំមីងលៀងលោកលេងល្បិចអីទៀតហើយហ្នឹងប្រាប់មក អ្នកលេងល្បិចមិនមែនខ្ញុំទេជាប៉ាអេលោកជាងកាប់ពេកមានរឿងអីកាត់ឡើងទៅលោកពូហាខ្ញុំក៏ទើបតែដឹងពេលនេះដែរមុនពេលដែលជាហ្វីបាត់ការចងចាំឈ្មោះរបស់គេគឺសេជាប៉ាវជាប្រពន្ធរបស់ខ្ញុំមីមីវអើគេមើលទៅ បាន មីងលៀងលោកបកស្រាយបន្តិចមើលតាមពិតវាយ៉ាងម៉េចហ៎ ស្ថានភាពពេលនេះខ្លាចតែមកដោយការគិតរបស់នាងទំនាក់ទំនងរបស់ពួកយើងមិនច្បាស់លាស់ទេខ្ញុំក៏មិនដឹងធ្វើយ៉ាងម៉េចដែរចូលរួមសោកស្ដាយផង រៀបចំរួចហើយអគ្គនាយិកាអញ្ជើញមកមើលមកនេះគឺជារូបថតរៀបការនាងជាមួយនឹងមីងលៀងទាំងនេះគឺជាលិខិតបញ្ជាក់ពីសមាជិករបស់នាងនេះគឺជាឯកសារចូលរៀនសំណុំរឿងផ្ទាល់ខ្លួនហើយនឹងលិខិតបញ្ជាក់ពីពេនហើយនេះគឺជាកំណត់ត្រាស្នាក់នៅប្រទេសនីមួយៗហើយនឹងប៉ាសពត ក្រៅពីនេះនៅមានអីទៀតទេ អស់ត្រូវហើយនៅក្នុងកុំព្យូទ័រនៅមានវីដេអូជាច្រើនទៀតនាងមើលតាមសម្រួលទេ ជាហ្វីយ៉ាងម៉េចហើយហ្នឹង អានខាងពួកយើងខានជួបគ្នាប្រហែលថ្ងៃហើយ មិនក៏លោកមកទៀតហើយ ខ្ញុំមកទទួលប្រពន្ធខ្ញុំទៅផ្ទះវិញហើយលោកក៏បានទូស្រាលដែរ ស្អីគេ ខ្ញុំសូមណែនាំជាថ្មីលោកស្គាល់នេះជាប្រពន្ធរបស់ខ្ញុំសេជាប៉ាវ ណាជាហ្វីពាក្យដែលគេនិយាយសិតតែពាក្យពិតមែនទេ នេះគឺជាកម្មពិតណាលោកយល់ថាខ្លាំងៗមែនទេ